ចន្លោះសតវត្សទី9ដល់ពាក់កណ្ដាលសតវត្សទី15នៃគ្រិស្តសករាជអាណាចក្រខ្មែរគឺជាមហាអំណាចដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយកាន់កាប់ទឹកដីយ៉ាងធំគ្របដណ្ដប់លើទឹកដីនៃប្រទេសកម្ពុជាថៃឡាវនិងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ននៅខាងកើតអាណាចក្រខ្មែរគេឃើញមានពួកចាមនៅនគរចម្ប៉ាពួកចាមមានដើមកំណើតមកពីម៉ាឡេស៊ីឬជ្វាដែលបានមកបោះទីតាំងនៅតាមបណ្ដោយឆ្នេរប៉ែកខាងកើតនៃតំបន់ឥណ្ឌូចិនហើយបានមកកើតទៅជារដ្ឋមួយឡើងនៅចន្លោះសតវត្សទី2ទៅសតវត្សទី1មុនគ្រិស្តសករាជនគរចម្ប៉ាបានចាប់កំណើតមុននគរភ្នំឬហ្វូណនទៅទៀតក៏ប៉ុន្តែគិតចាប់តាមពីសតវត្សទី3មកនគរចម្ប៉ាមានការរីកចម្រើនខ្សោយជាងនគរហ្វូណនជាពិសេសខាងផ្នែកបច្ចេកទេសក្នុងការធ្វើសឹកសង្គ្រាមនគរចម្ប៉ានិងនគរខ្មែរគឺជាគូប្រជែងនឹងគ្នាហើយតែងតែធ្វើសង្គ្រាមនឹងគ្នាជារឿយៗក៏ប៉ុន្តែសង្គ្រាមធំជាងគេដែលកំណត់ជោគវាសនានឹងកែប្រែប្រវត្តិសាស្ត្ររបស់ពួកចាមគឺសង្គ្រាមទល់នឹងនគរអាណាមឬដាយេនគរអាណាមមានទីតាំងស្ថិតនៅខាងជើងនគរចម្ប៉ាក៏ប៉ុន្តែចាប់តាំងពីសតវត្សទី1មុនគ្រិស្តសករាជរហូតទៅដល់សតវត្សទី10នៃគ្រិស្តសករាជនៅក្នុងរយៈពេលប្រមាណជា1000ឆ្នាំអាណាមស្ថិតនៅក្រោមការកាន់កាប់របស់ចិនពោលគឺអាណាមគ្រាន់តែជាអាណាខេត្តមួយប៉ុណ្ណោះរបស់ចិនហើយពេលខ្លះចិនបានហៅអាណាមថាណាមវៀតរហូតដល់ឆ្នាំ939ពួកអាណាមបានទាមទារឯករាជ្យបង្កើតទៅជានគរដាច់ពីចិនក៏ប៉ុន្តែមិនយូរប៉ុន្មាននគរថ្មីនេះនៅតែត្រូវធ្លាក់ទៅជានគរចំណុះរបស់ចិនវិញដដែលចិនដែលចាប់ពីឆ្នាំ960ដល់ឆ្នាំ1279ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សសុងក្នុងការព្យាយាមរើបំរាស់ពីនឹមអាណានិគមរបស់ចិនពួកអាណាមតែងតែបានងើបឡើងបះបោរធ្វើសង្គ្រាមទល់នឹងកងទ័ពចិនជារឿយៗក្រៅពីការធ្វើសង្គ្រាមជាមួយចិននៅទិសខាងជើងទៅទិសខាងត្បូងឯនោះវិញពួកអាណាមនិងពួកចាមក៏តែងតែធ្វើសង្គ្រាមឈ្លានពានគ្នាទៅវិញទៅមកឥតឈប់ឥតឈរដែរក៏ប៉ុន្តែនៅទីចុងបំផុតគឺនគរចម្ប៉ាដែលត្រូវទទួលបរាជ័យដោយត្រូវនគរអាណាមឈ្លានពានចូលកាន់កាប់បានទាំងស្រុងនៅឆ្នាំ1471នគរចម្ប៉ាត្រូវដួលរលំហើយពួកចាមក៏បាននាំគ្នារត់ខ្ចាត់ខ្ចាយចេញពីនគរដោយភាគច្រើនរត់ភៀសខ្លួនទៅជ្រកកោននៅក្នុងអាណាចក្រខ្មែរហើយខ្លះទៀតរត់ទៅម៉ាឡាកានៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ននៅខាងលិចអាណាមនិងខាងជើងនគរខ្មែរមានប្រជាជនមួយទៀតគឺលាវធ្លាប់ជានគរឯករាជ្យមួយនៅខាងជើងនគរហ្វូណនក៏ប៉ុន្តែបន្តិចម្ដងប្រទេសលាវត្រូវធ្លាក់ទៅក្រោមការត្រួតត្រារបស់ខ្មែរដោយដំបូងត្រឹមជានគរចំណុះហើយបន្តមកទៀតនៅក្នុងសម័យអង្គរដែនដីនៃប្រទេសលាវត្រូវបានអាណាចក្រខ្មែរវាយទីកាន់កាប់ទាំងស្រុងរហូតដល់ចុងសតវត្សទី14ទើបប្រទេសលាវចាប់ផ្ដើមលេចរូបរាងសាជាថ្មីឡើងវិញក៏ប៉ុន្តែលាវស្ថិតនៅជាប្រទេសទន់ខ្សោយមួយដោយទទួលរងនឹងការគំរាមកំហែងជាប្រចាំពីសំណាក់ប្រទេសជិតខាងនៅខាងកើតអាណាចក្រខ្មែរនោះវិញមានប្រទេសមួយដែលគេហៅថាស្រុកមនហើយដែលមានទីតាំងនៅត្រង់ប្រទេសភូមាសប្តាហ៍ថ្ងៃកាលពីសម័យដើមស្រុកមននិងស្រុកខ្មែរមានព្រំប្រទល់ជាប់គ្នានៅត្រង់ម្ដុំព្រំប្រទល់ភូមានិងថៃបច្ចុប្បន្នចំណែកឯប្រទេសថៃវិញនៅមិនទាន់មានរូបរាងនៅឡើយទេនៅពេលនោះនៅក្នុងសិលាចារឹកគេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃឬសៀមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រហែលជាចាប់តាំងពីសតវត្សទី12មកពួកថៃឬសៀមកាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិនហើយបានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្ដងដោយចាប់ផ្ដើមតាំងពីសតវត្សទី9
ពីដំបូងគេឃើញពួកថៃរុស្ស៊ីមបានចុះមកតាំងទីលំនៅនៅភាគខាងជើងប្រទេសលាវសប្តាហ៍ថ្ងៃនិងនៅឈៀងម៉ៃចំនួនពួកថៃរុស្ស៊ីមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួនដូចជាសុខោទ័យឈៀងសែនឈៀងម៉ៃស្រែមួយលាននិងអយុធ្យាក៏ប៉ុន្តែពីដំបូងនគរទាំងអស់នេះគឺជានគរទន់ខ្សោយហើយស្ថិតនៅក្រោមឥទ្ធិពលរបស់អាណាចក្រខ្មែរនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ចុះទន់ខ្សោយនៅចុងសម័យអង្គរនគររបស់ពួកថៃរុស្ស៊ីមក៏បានពង្រឹងប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យទៅជានគរដែលមានអធិបតេយ្យភាពពេញលេញដោយចាប់ផ្ដើមពីសុខោទ័យនៅអំឡុងសតវត្សទី13បន្តមកទៀតនៅសតវត្សទី14ក្រោយពីស្ដេចរៀមកំហែងចូលទីបង្គត់សុខោទ័យត្រូវធ្លាក់ចុះដុនដាបហើយត្រូវធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺអយុធ្យានេះហើយដែលបានពង្រីកអំណាចនៃនគរសៀមហើយគឺជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរនៅចុងសម័យអង្គរងាកទៅប៉ែកខាងសមុទ្រឯនោះវិញនៅប៉ែកខាងត្បូងអាណាចក្រខ្មែរគេឃើញមានអាណាចក្រដ៏ធំមួយគឺអាណាចក្រស្រីវិជ័យរបស់ពួកម៉ាឡេដែលមានទីតាំងធំនៅលើកោះស៊ូម៉ាត្រាក៏ប៉ុន្តែមានដែនដីគ្របដណ្ដប់រហូតដល់កោះជ្វាកោះបូណេអូនិងម៉ាឡាកានៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេពោលគឺពាសពេញនៃដែនដីប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងប្រ៊ុយណេសប្តាហ៍ថ្ងៃនៅអំឡុងសតវត្សទី13អាណាចក្រស្រីវិជ័យបានធ្លាក់ចុះទន់ខ្សោយរហូតត្រូវធ្លាក់ទៅជានគរចំណុះឲ្យអាណាចក្រខ្មែរហើយក្រោយមកទៀតក្លាយទៅជានគរចំណុះរបស់នគរសុខោទ័យរបស់សៀមនៅដើមសតវត្សទី15អាណាចក្រស្រីវិជ័យត្រូវដួលរលំហើយបែកខ្ញែកទៅជានគរតូចៗផ្សេងដាច់ពីគ្នា